គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកប្រឡំលោករឿងស្នេហាមួយទៀតដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ទុកជាការកំសាន្តដូចតទៅរឿងនោះមានចំណងជើងថាស្នេហ៍កម្មផ្ដាំចិត្តដែលជាស្នាដៃនិពន្ធរបស់ទឹមម៉ានីសូមគ្រប់អញ្ជើញស្ដាប់ដូចតទៅធម្មជាតិនាវស្សានរដូវបញ្ចេញនៅសម្រស់ស្រស់ត្រកាលមកលើផ្ទៃផែនពោធិ៍ធានាពេលសាយ័ន្តសម័យដែលពន្លឺនៃដួងព្រះតនគររៀបនឹងរលត់ចោលទ្វីបលោកានេះទៅហើយបើយើងក្រឡេកមើលទៅលើបងមួយនាក្រោមលុបអំពិលទឹកបារាំងនៃវិទ្យាល័យស៊ីសវត្តសិស្សានុសិស្សប្រុសស្រី 4-5 នាក់កំពុងតែជជែកគ្នាលេងសើចយ៉ាងកក្អឹកដោយមិនគិតអំពីពេលវេលានៃការវិលត្រឡប់ទៅកាន់គេហដ្ឋានវិញឡើយយុវតីម្នាក់ក្នុងវ័យប្រមាណជា16ឆ្នាំនាងមានទឹកមុខសុភាពរាបសារកាយវិការសមជាកូនអ្នកនៅក្នុងវណ្ណៈខ្ពង់ខ្ពស់បបោមាត់នាងញញឹមជាប់ដែលរំលេចនៅស្នាមខួចពីកំណើតគួរឲ្យស្រឡាញ់ជាប៉ុនពេកមែននាងពិតជាស្អាតមែនពេលដែលស្រីញញឹមម្ដងវាអាចធ្វើឲ្យស្រូបប្រលឹងប្រុសពងវែងទៅក្នុងភពមួយដែលมันអាចស្មានបានកែវភ្នែកស្រីបើកធំស្រឡះចាំងពន្លឺព្រិចដូចជាផ្កាយព្រឹកដែលកំពុងតែរះសក់វែងហួសត្រចៀកខ្មៅរលើបដូចស្លាបភូមិរាវាចាចេញមួយម៉ាត់លន់ស្រួយស្រេះដូចជារគាំងមាសតើនាងឈ្មោះអ្វីដែរទៅណហើយត្រូវជាកូនចៅរបស់លោកណាដែរមិនទាន់ទាំងបានដឹងផងមិត្តនារីម្នាក់បានរលាស់សម្ដីឡើងសក្កណាលំហាត់ព្រឹកមិញឯងបានប៉ុន្មានដែរហ្នឹងស្រីស្រស់សក្កណាដែលជាយុវតីយើងបានរៀបរាប់អំបញ្ញមិញនេះងាកមកញញឹមដាក់មិត្តនារីទាំងវាចាដ៏សែនពីរោះបាន19កន្លះសម្លាញ់អីយូយកាច់ប្រុសតែម្ដងហើយវើយបែបលោកគ្រូស៊ីសំណុកទេដឹងមានវីនាងសើចញញឹមតបទៅវិញភ្លាមលោកគ្រូស៊ីសំណុកឬមិនស៊ីនោះគាត់នៅចិត្តហើយតើមិនក៏ឯងមិនសួរគាត់ទៅវីរ៉ាសំឡេងយុវជនម្នាក់បង្ហើមកបង្អាក់ដំណើរភ្លាមនិយាយអីចឹងនោះកុំថាខ្ញុំស៊ីសំណុកណាវីរ៉ាបើសក្កណាខំរៀនឡើងស្គមទៅហើយនោះធ្វើម៉េចមិនបានបន្ទុល្អទៅទីបំផុតជ័យជំនះគឺនាងតែម្ដងព្រះអើយស្មានតែជាសិស្សដែលអង្គុយនៅក្បែរនោះការពិតគឺជាលោកគ្រូកំឡោះដែលបង្រៀនម៉ាប់ផ្នែកគណិតវិទ្យាសោះស្រស់ស្រីនិយាយបន្តជាមួយមិត្តរបស់នាងណែវីរ៉ាបើឯងចង់បានបន្ទុល្អដូចគ្នារាល់ពេលល្ងាចគួរតែទៅរៀនគួរបន្ថែមនៅឯផ្ទះគ្នាទៅលោកគ្រូគាត់បញ្យល់ឆាប់ចេះឆាប់យល់ណាស់ណាវីរ៉ាឮមិត្តនិយាយយ៉ាងនេះនាងក៏ឆ្លើយទៅវិញភ្លាមថាពិតមែនឬសក្កណាមានវីនាងងក់ក្បាលជំនួសចម្លើយដែលលោកគ្រូកំឡោះយើងបែរជានិយាយមកវិញថាដូចជាអួតលោកគ្រូពេកហើយតែដឹងសក្កណាណែនិយាយអីចឹងពួកនាងទាំងពីរមិនទាន់ទៅផ្ទះទេឬចាស់ចាំបន្តិចទៀតលោកគ្រូនាងឆ្លើយព្រមគ្នាចាប់វាចាលោកគ្រូដើរចេញទៅក្រៅសាលាដោយតម្រង់ទៅរករថយន្តរបស់គាត់ជាបន្ទាន់ដែរវីរ៉ាងាកមកកេះមិត្តនារីនិយាយថាណែសក្កណានិយាយអញ្ចឹងមកសាលាយើងនឹងគឺមានតែលោកគ្រូស៊ីនិតម្នាក់ទេដែលនៅក្មេងហើយកំឡោះទៀតសង្ស័យតែជាប់ស្នេហ៍សិស្សក្រមុំទេមើលទៅសក្កណាតបទៅមិត្តនារីវិញដោយមិនបង្អង់ឡើយបើជាប់ស្នេហ៍សិស្សក្រមុំគឺមានតែឯងនឹងណានិយាយតែផ្ដាស់ឲ្យឯងនេះដូចយើងនឹងឬដែលដាក់ស្នេហ៍លោកគ្រូជាប់នោះមុខមាត់ដូចយើងគ្មានប្រុសណាគេប៉ែតទេបើជារូបឯងវិញទៅវាត្រឹមត្រូវនិយាយផ្ដេសផ្ដាស់បើគេឮមិនដឹងជាយកមុខទៅຕົកនៅឯណាទេនិយាយគ្មានបានការអីសោះតែម្ដងហើយຕົកឯណាទៅ
ha 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 វីរ៉ាសើចយ៉ាងសប្បាយតែម្នាក់ឯងនាងងាកមើលឆ្វេងស្ដាំគ្មានឃើញអ្នកណាម្នាក់ឡើយព្រោះពួកគេនាំគ្នាទៅក្រៅអស់ជាបណ្ដាទៅហើយសកលណាគ្នារវល់ណាស់បែបគ្មានពេលបានទៅរៀនជាមួយនឹងឯងទេធ្វើមិនទេទុកឲ្យឯងពូកែតែម្នាក់ឯងទៅចុះចប់វាចាស្រីស្រស់ទាំងពីរនាក់នាំគ្នាដើរចេញមកក្រៅរបងសាលារងចាំអ្នកផ្ទះរបស់នាងមកទទួលទៅវិញជារៀងរាល់ល្ងាចមុនពេលដែលលោកគ្រូស៊ីនិតមកបង្រៀនស្រស់ស្រីសក្កណាយើងនាងតែងតែដើរកាច់ផ្កាដែលរិចនៅក្នុងសួនច្បារខាងមុខផ្ទះរបស់នាងគ្រប់ពណ៌មកដាក់ក្នុងថូលើតុលោកគ្រូមិនដែលខានពេលណាម្ដងឡើយម៉ាណាវីនាងជាបុត្រីតូលតែមួយរបស់លោកទិដ្ឋវង្សដែលជាអ្នករកស៊ីដ៏ធំនៅក្នុងទីក្រុងភ្នំពេញនេះខាងទំនិញនាំចេញចូលក្នុងនិងក្រៅប្រទេសហើយជាពិសេសជាងនេះទៅទៀតនោះគឺលោកមិនដែលបាននៅជាប់លាប់ជាមួយនឹងកូនស្រីទេគឺដោយសារតែបញ្ហាមុខជំនួញរបស់លោកមានការញញឹកមមាញឹកពេកសក្កណានាងនៅតែជាមួយម៉ែដោះម្នាក់គឺមីងសែមនិងអ្នកបម្រើ3នាក់ប៉ុណ្ណោះដូច្នេះរាល់កិច្ចការងារក្នុងផ្ទះស្រីចេះទាំងអស់តាំងពីការរៀបចំផ្ទះតុបតែងលម្អនិងវិជាដេប៉ាឯចំណែករឿងចង្ក្រានចានឆ្នាំងគឺនាងគ្មានចេះទាល់តែសោះឡើយកត្តាទាំងនេះហើយដែលធ្វើឲ្យនាងមានការពិបាកចិត្តក្នុងការជ្រើសរើសម្ហូបណាដែលជាតម្រូវការចាំបាច់របស់នាងលោកគ្រូស៊ីនិតសំឡឹងមើលទៅមុខសិស្សស្រីបន្តិចទៅប្រលោះសម្ដីឡើងថាសក្កណាទ្រឹស្ដីដែលខ្ញុំបានដាក់ឲ្យធ្វើពីម្សិលមិញនោះតើសក្កណាចាំអស់ហើយឬនៅចាស់ចាំអស់ហើយលោកគ្រូល្អណាស់និយាយអញ្ចឹងពេលចូលឆ្នាំខាងមុខនេះតើសក្កណាមានបំណងទៅលេងនៅឯណាដែរទៅម៉ាណាវីអោនមុខបន្តិចទៅឆ្លើយតបទៅកាន់លោកគ្រូវិញថាចាស់ខ្ញុំមិនទាន់ដឹងដែរលោកគ្រូតែខ្ញុំដូចជាមិនហ៊ានដើរលេងទេមិនអញ្ចឹងទៅវិញអូនេះប្រហែលជាខ្លាចពួកប្រុសមួយចំនួនខ្លះតាមឌឺដងសុំស្រឡាញ់មែនទេត្រូវចំណុចចិត្តរបស់នាងសក្កណាដាក់មុខចុះដោយការអៀនខ្មាស់នាងក៏សួរបញ្ជាក់ទៅលោកគ្រូវិញចុះលោកគ្រូអញ្ជើញទៅលេងនៅឯណាដែរខ្ញុំគិតថាទៅលេងសៀមរាបម្ដងជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងសាលាយើងនិងសិស្សមួយចំនួនទៀតបែបសប្បាយណាស់ហើយមែនទេលោកគ្រូខ្ញុំចង់ទៅលេងដល់ហើយតែមិនដឹងជាធ្វើយ៉ាងម៉េចសោះសក្កណាចង់ទៅដែរមែនទេចាស់ចង់ទៅដែរលោកគ្រូតែបើអញ្ចឹងនាងសុំលោកប៉ារបស់នាងទៅម៉ាណាវីដកដង្ហើមធំបន្តិចទៅរលាស់វាចាទៅវិញប៉ាមិនដឹងជាវិលត្រឡប់មកពីសិង្ហបុរីវិញថ្ងៃណាទេតែបើលោកគ្រូអនុញ្ញាតឲ្យខ្ញុំទៅជាមួយខ្ញុំនឹងទៅសុំម៉ែដោះក៏បានដែរបានលោកគ្រូពេញចិត្តនឹងឲ្យសក្កណាទៅជាមួយណាមិនអីទេចាំលោកគ្រូជួយមើលការខុសត្រូវឲ្យសក្កណាមិនបាច់បារម្ភទេណាចាស់អរគុណលោកគ្រូណាស់ថ្ងៃស្អែកជាថ្ងៃចូលឆ្នាំថ្មីព្រឹកនេះសក្កណានិងវីរ៉ាស្លៀកពាក់ហើយជាស្រេចឈរនៅខាងមុខផ្ទះរងចាំលោកគ្រូស៊ីនិតមកទទួលដើម្បីចេញដំណើរទៅកាន់ខេត្តសៀមរាបដែលជាទឹកដីអង្គរដ៏បវររុងរឿងរបស់ខ្មែរយើងម៉ែមេដោះសែមងាកមកនិយាយជាមួយនឹងលោកគ្រូយើងថាលោកក្មួយអ៊ំទុកចិត្តហើយសូមជួយមើលការខុសត្រូវកូនតូចឲ្យអ៊ំផងណាគ្នាមិនដែលបានដើរទៅណាឆ្ងាយទេមិនអីទេលោកអ៊ំសក្កណានិងវីរ៉ាខ្ញុំមិនឲ្យគេងនៅក្នុងជំរំជាមួយនឹងពួកគេទាំងនោះទេខ្ញុំនឹងនាំនាងឲ្យទៅគេងនៅផ្ទះម្ដាយមីងខ្ញុំដែលនៅក្បែរអង្គរនឹងដែរទេអូបើបានអីចឹងចំជាប្រសើរណាស់អ៊ំអស់បារម្ភហើយព្រោះកូនតូចនាងនៅក្មេងណាស់ណាលោកក្មួយម៉ែមេដោះវាចាទាំងលើកដៃអង្អែលក្បាលនាងថ្នមដោយក្តីស្រឡាញ់និងករុណាជាពន់ពេកតូចកូនម៉ែកុំដើរទៅណាឆ្ងាយតាឯងណាកូនបើដើរទៅណាតោងលោកគ្រូឲ្យជាប់ឬទេក្រែងលោវងវែងផ្លូវណាកូន
នៅអង្គរមនុស្សច្រើនណាស់ពេលចូលឆ្នាំយ៉ាងនេះអ្នកណាក៏គេទៅលេងនៅទីនោះដែរឬសូមម្ដាយចិញ្ចឹមផ្ដែផ្ដាំឲ្យតោងលោកគ្រូម៉ានវីនាងជ្រួញចិញ្ចើមដាក់ម្ដាយឯលោកគ្រូស៊ីនិតលួចសើចក្នុងពោះវីរាវិញសើចងាកមុខចាញ់ហាក់ដូចជាមិនចង់ឮពាក្យទាំងនេះក្រោយពីការផ្ដែផ្ដាំរួចហើយរថយន្តរបស់លោកគ្រូក៏ចេញដំណើរទៅបាត់មួយរំពេចនៅក្នុងខេត្តសៀមរាបដែលជាទឹកដីបុរាណសម័យរបស់ខ្មែរយើងថ្ងៃនេះមានមនុស្សកុះកណាស់ព្រោះជាថ្ងៃទី1នៃបុណ្យចូលឆ្នាំប្រពៃណីជាតិយើងអ្នកទេសចរគ្រប់ស្រទាប់វណ្ណៈគ្រប់ជនជាតិចូលរួមមកទស្សនាប្រាង្គប្រាសាទដ៏ល្បីល្បាញនេះមិនចេះដាច់យុវជនយុវតីមួយចំនួននាំគ្នាលេងចោលឈូងបោះអង្គញ់ច្រៀងរាំសើចកងរំពងញ៉ាំងឲ្យទឹកមុខស្រស់ស្រីសក្កណារឹតតែស្រស់ស្អាតថែមឡើងមួយកម្រិតទៀតដូចម៉ែមេដោះបានប្រដៅឥតខុសមែនសក្កណានាងដើរតត្រុកតាមពីក្រោយលោកគ្រូយើងរហូតដាច់ឆ្ងាយពីមិត្តភ័ក្តិលោកគ្រូតិចវីរានាងបង្វែងទៅមិនបង្វែងទេវីរានាងដើរកាន់ដៃស្រីមុំកូនរបស់អ្នកមីងខ្ញុំហើយនោះសក្កណាឃើញទេតើសប្បាយទេសក្កណាដែលមកលេងនៅទីនេះអញ្ចឹងសប្បាយណាស់លោកគ្រូខ្ញុំមិនដែលបានសប្បាយដូចជាពេលនេះទេពិតជាអស្ចារ្យមែនអង្គរវត្តរបស់ខ្មែរយើងគួរឲ្យស្ញប់ស្ញែងណាស់កំពុងតែជជែកគ្នាស្រាប់តែមានប្រុសជាង10នាក់កាន់អង្គញ់និងបំពង់រស័យដើរតម្រង់មករកពួកគេទាំងពីរដោយស្រែកហូសុំជួសគ្រប់គ្នាសក្កណានាងរត់ឈរពីក្រោយខ្នងលោកគ្រូទាញជាយអាវជាប់ជួសខ្ញុំជំនួសចុះបានហើយកុំជួសនាងអីយូយលោកថ្នមប្រពន្ធណាស់ណោមែនហើយពួកយើងលោកប្រុសនេះថ្នមប្រពន្ធណាស់មកពីប្រពន្ធគាត់ស្អាតមែនទេសំគ្នាដល់ហើយស្អាតដូចគ្នាតែម្ដងពាក្យដែលគេនិយាយមកនេះបានធ្វើឲ្យសក្កណានាងអៀនឡើងក្រហមមុខមិនហ៊ានងើបមុខឡើងឡើយលោកគ្រូស៊ីនិតក៏វាចាសក្កណាមិនតអុចធូបសំពោពីព្រះអង្គទេឬណាទេក្រោយពីជួសរួចគេក៏នាំគ្នាត្រឡប់ទៅវិញអស់ដោយមិនភ្លេចក្រឡេកមើលមកអ្នកទាំងពីរឡើយឲ្យខ្ញុំសុំទោសចំនួនពួកគេផងណាសក្កណាព្រោះនេះជាប្រពៃណីពេលបន់ទេពួកគេនិយាយដូចជារអិលមាត់ណាស់ណាអត់អីទេលោកគ្រូមើលទៅលោកគ្រូបែបហើមជង្គង់អស់ហើយតែដឹងអត់អីទេតោះយើងទៅអង្គុយលេងនៅមាត់ស្រះឯណោះវិញវាត្រជាក់ជាងចាស់សូមអញ្ជើញលោកគ្រូអ្នកទាំងពីរដើរទៅដល់ទីណាគេតាមមើលគ្រប់គ្នាធ្វើឲ្យស្រស់ស្រីសក្កណាយើងនាងអៀនឡើងរឹងខ្លួនអស់ទៅហើយមកដល់កន្លែងមួយស្រីក៏វាចាឡើងលោកគ្រូនៅខាងមុខនោះគេរៀនជិះសេះមែនទេនឹងហើយសក្កណាចង់ជិះមែនទេចាស់ចង់ជិះតែម្ដងហើយមិនកើតតែដឹងសក្កណាសេះកាចណាស់ក្រែងលោសក្កណាជិះទៅមានរៀនជិះមិនបានទេឬលោកគ្រូរៀនចេះតែបានហើយតែខ្ញុំខ្លាចសក្កណាវិញ្ញាណខ្សោយអត់អីទេចាខ្ញុំធ្លាប់ជិះសេះជាមួយលោកប៉ែម្ដងពីរដែរចុះលោកគ្រូចេះជិះទេគួរសមដែរបើអញ្ចឹងតោះទៅយើងក្រោយពីជួលសេះបានរួចគ្រូនិងសិស្សក៏បំផាយលេងតិចរហូតទាល់តែដាច់ពីគេឯងមកដល់វាលស្មៅមួយដែលមានពណ៌ខៀវខ្ចីស្រងាត់គួរឲ្យគយគន់ណាស់តែព្រមជាមួយគ្នានោះសេះរបស់សក្កណាជីវារៀងខូចបន្តិចហើយវារើកញ្ជ្រោលរលាស់នាងតូចពីលើខ្នងធ្លាក់ព្រុសចុះទៅដីលោកគ្រូស៊ីនិតស្រែកឡើងភ្លាត់សំឡេងសក្កណាម៉ានវីនាងរមៀលខ្លួនតាមជម្រាលស្មៅលោកគ្រូយើងហក់ទៅតាមដែរម្ដងនេះគាត់លែងគិតពីអ្វីទាំងអស់គិតតែម្យ៉ាងគឺខ្លាចមានគ្រោះថ្នាក់បោកក្បាលនឹងផ្ទាំងថ្មមួយមុខគត់គេទាំងពីរអោបគ្នាជាប់រមៀលខ្លួនធ្លាក់ទៅលើគល់ឈើធំមួយចង់បញ្ចប់អ្នកដែលជួយត្រូវធ្ងន់ជាងនាងទៅទៀតព្រោះគាត់ប្រឹងទប់ខ្លាចសក្កណាបោកក្បាលទៅនឹងគល់ឈើស្រីតូចភ័យស្ទើរសន្លប់ចង់បំផុតនាងគេងកើយលើដៃរបស់លោកគ្រូស៊ីនិតទាំងដង្ហក់លោកគ្រូដកដង្ហើមវែងម្ដង
ឥតទាន់និយាយស្ដីថាម៉េចនៅឡើយទេយ៉ាងម៉េចទៅហើយសកណាមានត្រូវត្រង់ណាទេម៉ាណាវីខំស្ទុះងើបតែត្រូវដួលទៅលើស្មៅវិញចាស់អត់អីទេលោកគ្រូស្រស់ស្រីអង្គុយបញ្ឈរជង្គង់អោនមុខចុះលែងហ៊ានមើលមុខលោកគ្រូយើងរួចហើយទៅស្រស់ស្រីនាងវាចាឡើងឲ្យខ្ញុំសុំទោសផងទៅលោកគ្រូខ្ញុំប្រហែសបន្តិចហើយអូមិនអីទេខ្ញុំភ័យពីសកណាទៅវិញទេក្រោយឈប់ចង់ជិះទៀតទៅណាសកណាខ្ញុំលែងចង់ហើយលោកគ្រូមានត្រូវត្រង់ណាខ្លះទេលោកគ្រូស៊ីនិតអង្គុយសណ្ដោកជើងសម្លឹងមើលទៅសេះដែលកំពុងតែស៊ីស្មៅហើយសម្លឹងមើលមកអ្នកទាំងពីរវិញហាក់ដូចជាចង់សើចចំអកឲ្យគេយ៉ាងដូច្នោះដែរហួសចិត្តលោកគ្រូសើចខឹកធ្វើឲ្យសកណាភ្ញាក់ព្រឺតសកណាមើលអាកំហួចនោះណវាស៊ីស្មៅធ្វើប្រងើយវាមិនដឹងថាយើងកំពុងតែខឹងនឹងវាទេមើលទៅស្រស់ស្រីនាងសម្លឹងមើលរួចក៏អស់សំណើចដែរតាមពិតនាងប្រឹងសើចដើម្បីបន្លប់ការខ្មាស់អៀនតែប៉ុណ្ណោះតោះយើងបន្តដំណើរទៅមុខទៀតសកណាម៉ាណាវីនាងប្រឹងងើបតែត្រូវដួលទៅវិញហ៎យ៉ាងម៉េចនឹងសកណាចាស់អត់ដឹងផងបែបឆ្លោះជើងហើយមើលទៅលោកគ្រូខ្ញុំដើរអត់រួចទេលោកគ្រូចាប់ជើងធីតាយើងរលាស់តិចអីយូយអូយឈឺណាស់លោកគ្រូត្រង់បន្តិចទៅខ្ញុំដកឲ្យណាមួយសន្ទុះក្រោយមកគាត់បញ្ជាឲ្យនាងក្រោកម្ដងទៀតអូយអីយូយរឹតតែឈឺលើសដើមលោកគ្រូស្រីវាចាទាំងចង់យំលោកគ្រូនៅឈរថ្មឹងហាក់កំពុងតែរិះគិតតើត្រូវធ្វើដូចម្ដេចអញ្ចឹងតោងខ្ញុំមកតើនាងអាចដើរតិចបានទេទៅដល់លើចាំយើងជិះរមាក់ទៅវិញលោកគ្រូលាដៃឲ្យម៉ាណាវីយើងនាងតោងសកណាឈរជើងមួយចំហៀងដោយមួយចំហៀងទៀតមិនទាន់ជន់ដៃស្រីតោងដើមដៃលោកគ្រូជាប់គ្រាន់តែជើងរបួសជន់ដីភ្លាមនាងអោបលោកគ្រូជាប់អូយមិនកើតទេលោកគ្រូខ្ញុំឈឺខ្លាំងណាស់អញ្ចឹងនាងទប់ខ្ញុំឲ្យជាប់ណាចាំខ្ញុំគ្រានាងទៅលើក៏បានដែរតែខ្ញុំធ្ងន់ណាស់លោកគ្រូគ្រាមិនរួចទេតើមានតម្ងន់ប៉ុន្មានតោនទៅបានជាសកណាមើលស្រាលខ្ញុំម្លេះខ្ជិលនិយាយច្រើនលោកគ្រូយើងចាប់លើក3នាងឡើងធ្វើជាមិនដឹងម៉ាណាវីនាងភ្ញាក់ព្រឺតដោយការខ្មាស់អៀនសឹងតែជ្រែកដីឲ្យបាត់តែនាងមិនដឹងគិតយ៉ាងម៉េចចេះតែទ្រាំទៅពេលដែលមកដល់ផ្ទះម្ដាយមីងលោកស៊ីនិតចាប់ផ្ដើមបុកពន្លៃស្អំឲ្យនាងយ៉ាងរុះរាន់រយៈពេល2ថ្ងៃគត់ដែលនាងមិនបានដើរទៅណាមកណាសោះឯលោកគ្រូយើងក៏អញ្ចឹងដែរគាត់នៅថែទាំមើលនាងជានិច្ចបានក្រនបើហើយមែនទេសកណាចាស់អរគុណលោកគ្រូណាស់ខ្ញុំរំខានការដើរកំសាន្តរបស់លោកគ្រូអស់ទៅហើយចំជាអំពលទុកមែនសកណាមិនត្រូវនិយាយអញ្ចឹងទេគ្រោះថ្នាក់ដែលកើតឡើងយ៉ាងនេះគ្មានអ្នកណាម្នាក់គេចង់ជួបទេវាជាការចាយដន់តែប៉ុណ្ណោះនិយាយអញ្ចឹងសកណាចង់រៀនដល់ត្រឹមណាដែរនឹងស្រស់ស្រីអោនមកចុះមុននឹងឆ្លើយតបទៅវិញចាស់ប៉ាឲ្យរៀនត្រឹមបាក់ដប់នឹងទេលោកគ្រូគាត់ឲ្យឈប់រៀនហើយមិនក៏ប្រញាប់ឈប់ម្លេះមិនចាំរៀនឲ្យចប់មហាវិទ្យាល័យសិនទៅតើមានរឿងអីឬបានជាគាត់ឲ្យឈប់រៀនចាខ្ញុំក៏មិនដឹងដែរលោកគ្រូសកណានៅក្មេងណាស់បើឈប់រៀនមានតែអីទៅលោកគ្រូស៊ីនិតអោនមុខចុះនៅស្ងៀមខ្ញុំមិនហ៊ាននិយាយទេខ្លាចសកណាអន់ចិត្តចាស់អត់ទេសូមលោកគ្រូមានប្រសាសន៍មកចុះណែមានតែរៀបការទេខ្ញុំមិនចង់រៀបការទេលោកគ្រូគឺប៉ាមិនចង់ឲ្យខ្ញុំរៀនច្រើនទៅទៀតពីព្រោះការងាររបស់គាត់ច្រើនពេកគាត់ចង់ឲ្យខ្ញុំជួយមើលការខុសត្រូវនៅក្នុងក្រុមហ៊ុនជំនួសគាត់ដើម្បីដកបទពិសោធន៍ការងារណាលោកគ្រូតើសកណាធ្លាប់ដឹងថាមានគេចូលដណ្ដឹងនាងប៉ុន្មានអ្នកមកហើយទេចាស់អត់ដឹងទេឲ្យខ្ញុំសុំទោសណាសកណាសម្រាប់ចុះខ្ញុំមិនហ៊ាននៅរំខានទៀតទេដោយខ្ញុំអបសុកពេកចេះតែសួរសកណាលេងទៅចាស់អត់អីទេលោកគ្រូលោកស៊ីនិតដើរចេញទៅក្រៅបាត់វីរ៉ា
ដើរលបចូលមកដោយកាន់សៀវភៅនៅនឹងដៃរួចអោនខ្សឹបក្បែរត្រចៀកស្រស់ស្រីតិចថាសកលណាគ្នារើសបានសៀវភៅរបស់អ្នកណាទេនេះបែបរបស់លោកគ្រូតែដឹងសកលណានិយាយទាំងសើចញញឹមយកទៅជូនគាត់វិញទៅវីរ៉ាមិនទាន់ទេគ្នាបើកមើលខ្ទេចអស់ទៅហើយឥឡូវគ្នាចង់ឲ្យឯងមើលម្ដងណាព្រោះវាជាសៀវភៅកំណត់ហេតុប្រចាំថ្ងៃតើឯងដឹងទេគ្នាមិនហ៊ានទេគ្នាខ្លាចគាត់ឃើញច្បាស់ជាវីវហើយណាមួយក្រែងគាត់មកតន់មិនអីទេចាំគ្នាមើលយាមទ្វារឲ្យមើលបន្តិចទៅនៅខាងក្នុងនឹងសំខាន់ណាស់ណាមានឈ្មោះសក្កណាឯងផងឬវាចារបស់មិត្តយ៉ាងនេះនាងចាប់បើកសៀវភៅមើលមួយផ្លេតនៅទំព័រទី1ដែលសរសេរថាខ្ញុំលួចស្រឡាញ់នាងដោយសម្ងាត់បំផុតគេថាខ្ញុំជាប្រុសកំឡោះគ្មានបេះដូងតែគេមិនដែលដឹងថាបេះដូងខ្ញុំក្រំគ្រាយ៉ាងណាទេដោយសារតែលួចស្រឡាញ់សក្កណាបងចង់បានអូនជាគូគប់តែបងមិនហ៊ានបងខ្លាចគេថាហត់ទឹកសម្លង្កាអូនទន់ភ្លន់ណាស់បងចង់សារភាពប្រាប់អូនតែចិត្តមួយមកបង្អាក់បងព្រោះខ្លាចអូនប្រកែកតើឲ្យបងសម្រេចចិត្តបែបណាទៅថ្ងៃនេះបងចង់តែឈរមើលមុខអូនរៀងរាល់ល្ងាចពេលដែលបងទៅបង្រៀនអូនបងចង់តែបង្រៀនឲ្យយូរដើម្បីបានគយគន់សម្រស់របស់អូននៅក្មេងមែនពិតតែសុភាពទន់ភ្លន់ជាទីបំផុតបងបានជិះសេះលេងជាមួយនឹងអូនបងមានការភ័យជាខ្លាំងណាស់ពេលដែលអូនធ្លាក់ពីលើខ្នងសេះបងបានត្រកងកាយអូនជាប់នៅក្នុងដើមទ្រូងរបស់បងធ្វើឲ្យបងរំភើបជាពន់ប្រមាណពេលនោះបងចង់តែសារភាពថាបងពិតជាស្រឡាញ់អូនណាស់តែបំពង់កបងស្ទះជាប់បងរកហានិយាយមិនរួចសោះសក្កណាលេងអានតទៅទៀតនាងបិទសៀវភៅសន្សឹមដោយខ្មាស់នឹងវីរ៉ាណែសក្កណាល្មមហើយវើយអាណិតបេះដូងកំព្រារបស់លោកគ្រូផងតាមគ្នាមើលទៅទឹកមុខគាត់ដូចជាក្រៀមក្រំណាស់បើគ្នាវិញពិតជាសក្កណាមិនស្ដីនាងខំក្រចកលេងតិចទទួលពេលនោះលោកគ្រូដើរតាំងចូលមកវីរ៉ាមានឃើញមាត់ហាចង់សួររកសៀវភៅតែដោយភ្នែកក៏លេចទៅឃើញកូនសៀវភៅនៅជាប់នឹងដៃរបស់សក្កណាគាត់ភ្ញាក់ចង់ផ្ងាទៅក្រោយណែសក្កណាលោកគ្រូបាត់សៀវភៅនេះមែនទេខ្ញុំរើសបានថាផ្ញើទុកនៅនឹងសក្កណាដើម្បីជូនលោកគ្រូវិញវីរ៉ានិយាយហើយដើរចេញទៅក្រៅបាត់ដោយឃើញសភាពដូចជាមិនសូវស្រួលសក្កណាលោកគ្រូយកទៅវិញទៅលោកគ្រូយកដៃទទួលសៀវភៅមកកាន់ណែសក្កណាមានបើកមើលទេចាស់អត់ទេលោកគ្រូហាក់ដូចជាមិនអស់ចិត្តសោះគាត់សម្លឹងមើលទៅស្រស់ស្រីយើងចុះឡើងធ្វើឲ្យនាងតូចបុកពោះភឹបអត់មែនឬសក្កណាត្រូវលោកគ្រូសួរចុះឡើងច្រើនសារស្រីស្រស់នាងបង្ហើបតិចថាចាស់លួចមើលបន្តិចដែរពុទ្ធោអើយស្លាប់ខ្ញុំហើយលោកគ្រូស៊ីនិតយកដៃបោចសក់ក្បាលខ្លួនឯងដោយការព្រួយបារម្ភគាត់ដាក់គូតអង្គុយនៅចុងជើងស្រស់ស្រីសក្កណាខ្ញុំថ្លើមធំណាស់មែនទេខ្ញុំអត់ដឹងផងខ្ញុំដឹងថាសក្កណាមើលអស់ហើយអភ័យទោសឲ្យខ្ញុំផងតើខ្ញុំមានធ្វើឲ្យសក្កណាតើខ្ញុំមានធ្វើអ្វីឲ្យលោកគ្រូភ័យនោះសក្កណាខ្ញុំសូមសារភាពថាខ្ញុំស្រឡាញ់នាងតើខ្ញុំហ៊ានសរសេរឈ្មោះសក្កណានៅក្នុងសៀវភៅរបស់ខ្ញុំឈប់ខឹងនឹងខ្ញុំទៅណាខ្ញុំនឹងដុតវាចោលហើយចាប់វាចាអ្នកកំឡោះយើងស្ទុះទៅក្បែរតុនាងស្រស់ស្រីរត់ទៅតាមដែររហូតធ្លាក់ពីលើគ្រែអូយកុំដុតសៀវភៅនេះចោលធ្វើអីនរៈស្ទុះមកត្រកងស្រីទាំងវាចាថាសក្កណាយ៉ាងម៉េចទៅហើយអូយឈឺជើងសឹងអីទៅហើយអស់ជាហើយមើលទៅមិនដឹងជាកាលណាទៅជាបានទៅដើរលេងទេអ្នកកំឡោះភ័យបន្តិចបន្តិចដូចជាបែកញើសតិចយ៉ាងម៉េចមិនដឹងទេនរៈចាប់លើកស្រស់ស្រីដាក់ទៅលើគ្រែថ្នមរួចអង្គុយមើលមុខនាងយ៉ាងយូរស្រីតូចឆ្កឹះក្រចកលេងធ្វើមិនដឹង
nè rẽ chắp can đầy niềng chua dạ con nà bong sờ lạnh ôn nè sờ lạnh khăng mền tên tam đòn mà nó vì nhẹ sạch tích tích đòi phật phầy đầy trường niềng trở chuyện sri đôi tật cọ ha đầy ôn trở chuyện mà lấy chờ lời một ôn ta ôn sập bong nè mền tí chư chương nè nẹo bọc dục đầy ông el rụp buồn niềng thong thòng chất chi hơi bàn hơi mình bạch bà tê về ra tại chư làng tê sao còn ná trong tự đa lên khẳng krao miền tê đôi chân hỏi bong chui kia ôn từ ná mấy ban chỉ này dây bịa thả bong dạng này tàu vĩnh krang chỉ lục ru rứ tốt bay chỉ lục ru smantha bong nâng ayu ôn sao còn ná na miền tê chọc mạch có mình nị dây chỉ mùi nâng vira thả bong phong tới mình hiền tê bao sao còn ná mình toàn lời tha prom phong nút cho bọn đăng tha kê mình prom hơi hạt ấy còn nơi ta nị dây to tờ tiệt nơi đấy đã niên cho oi ông côi vĩnh tớp việt cha tiếng mục ngột thả bao ảnh trắng khi mình hiền kia tờ tề khai song xa xạ còn ná đắng rứ còn mơ khởi vài trong bài bà hơi khi em sống tổ phong ná mà nó vi chắp khơi cục cầu vật pru tờ lơ nẹo cầm lò dường ê chốc sân cục một lơ bong thua ấy sập ná thôi tránh từ hư mạch có dung tờ vĩnh nơi đẹp ban bỏ chùm hiền mọc rõi chắp tiền đáy sấy sọ để tục mục trình tiếng rồi lọt xâm đầy thà đập bóng sẵn bóng đào từ bẩn tục dột rồi bỏ mọc ỏi ôn tê tớ rồi bỏ ấy đã tới xin ít dột côn còn xanh chút tức này ỏi sấy tôi từ việt trà rút chấm lại áp ra môi sân tu còi móc kê tiếng pi hạ đôi chia chọc sầm rong khní nẹt cầm lọ kia niêng đào pi còn lạnh mũi tới còn lạnh mũi men hơi sẽ cái đây này ha kê mìnhประกันฐานะអ្វីទេឲ្យតែយើងពេញចិត្តគឺអាចស្វែងយល់ពីទឹកចិត្តរបស់គ្នាបានហើយអ្នកទាំងពីរស្រឡាញ់គ្នាដោយស្ងាត់បំផុតគ្មាននរណាម្នាក់អាចដឹងរឿងរ៉ាវរបស់គេបានឡើយអ្នកដែលដឹងគឺមានតែម៉ែដោះម្នាក់គត់ហើយនឹងវីរាមិត្តនារីរបស់នាងសកុណាបន្លឺវាចាយ៉ាងស្រទន់ទៅកាន់សង្សារបណ្ដូលចិត្តតើពេលណាដែលទៅបានបងចូលដណ្ដឹងអូនបងកំពុងតែសន្សំលុយទិញគ្រឿងអលង្ការឲ្យអូនសម្រាប់ពេលដែលចូលទៅដណ្ដឹងហ្នឹងណាអូនមានគ្រប់គ្រាន់ហើយអូនមិនចង់បានទៀតទេបងមិនចាំបាច់សន្សំឡើយមិនបានទេនៅថ្ងៃអនាគតក្នុងនាមបងជាប្តីរបស់អូនគឺបងត្រូវតែមានរបស់របរខ្លះសម្រាប់ទុកឲ្យប្រពន្ធរបស់បងណារឿងដែលបងបារម្ភខ្លាចតែប៉ារបស់អូនគាត់ដឹងទេទោះបីជាគាត់ដឹងក៏គាត់មិនថាអីដែរព្រោះគាត់ស្រឡាញ់អូនខ្លាំងណាស់សកុណាអូនបងចង់ដឹងថាតើអូនស្រឡាញ់បងប៉ុណ្ណាដែរទៅអូនអត់ដឹងទេលើសភពផែនដីទៅទៀតណាអូនចុះអូនវិញក៏ដូចជាបងដែរនិយាយអញ្ចឹងកុំភ្លេចណាស្អែកនេះបងទៅទទួលអូនទៅដើរលេងជាមួយបងឬទេចាស់យល់ព្រមបងសម្លាញ់គ្រាន់តែអ្នកកំឡោះស៊ីនិតដើរចេញភ្លាមវីរ៉ាក៏ដើរចូលមកដល់ល្មមទាំងបន្លឺសម្ដីទៅកាន់មិត្តរបស់នាងថាសកុណាគ្នាឆ្ងល់ណាស់វើយស្រីមុចកូនលោកស័ក5នោះវាចេះតែសួរដេញដល់គ្នាថាឯងហើយនឹងលោកគ្រូស៊ីនិតត្រូវជាអ្វីនឹងគ្នាមិនក៏ឧស្សាហ៍ឃើញជិះឡានជាមួយគ្នាម្លេះក្រែងវាត្រូវជាបងប្អូនជាមួយនឹងគ្រូដែរមែនទេហើយវាទៅស្អីគ្រាន់តែគេរាប់អានគ្នានោះចុះត្រង់វាបណ្ដើប្រុសដូរគ្រប់ម៉ូតនោះមិនក៏មិនគិតផងគ្នាចិនរឹកដល់ហើយគ្នាក៏មិនចូលចិត្តវាដែរវីរ៉ាតែវានោះផ្លែផ្កាដាក់គ្នាឲ្យរាល់តែពេលជាពិសេសវានិយាយទៀតថាបងស៊ីនិតជាសង្សាររបស់វាដែលវាបោះបង់គេចោលចាំជីអត់គេខ្មាស់មែនស្រីអីឲ្យរកហាចទៅរកប្រុសហើយលោកគ្រូជាមនុស្សសុភាពរឿងអីដែលទៅស្រឡាញ់មីស្រីធន់នោះទៅខុសគ្នាដូចជាមេឃនឹងដីតុកបើកទ្វារបន្តិចកូនតូចចូលមកម៉ែដោះម៉ែមានការអីដែរទៅគឺអ្នកប្រុសឧត្តមគេមកលេងជាមួយនឹងកូនណាចេញទៅទទួលរាក់ទាក់ជាមួយនឹងគេបន្តិចទៅ
ម៉ាណវីបើកភ្នែកធំលោកឧត្តមណាទៅម៉ែដោះកូនដូចជាមិនដែលស្គាល់ទេអ្នកប្រុសឧត្តមកូនលោកស្រីក្រវ៉ាន់នោះអីដែលលោកស្រីត្រូវជាសង្សាររបស់ប៉ាកូនកាលពីនៅក្មេងនោះណាអ្នកប្រុសឧត្តមជាវិស្វករដែលទៅនឹងវិលត្រឡប់មកស្រុកយើងវិញគេទៅរៀននៅស្រុកអាមេរិក6ឆ្នាំមកហើយណាកូនអូកូនស្គាល់ហើយគឺលោកប៉ាចំណាំតែនិយាយនោះមែនទេម៉ែដោះម្នាក់នឹងហើយតោះចេញទៅទទួលគេបន្តិចទៅកូនវីរ៉ាអង្គុយលេងសិនទៅណាគ្នាទៅតែមួយផ្លេតទេចាប់សម្ដីស្រស់ស្រីនាងដើរតាមម៉ែដោះតម្រង់ទៅរកបន្ទប់ទទួលភ្ញៀវជំរាបសួរលោកជំរាបសួរបាទឧត្តមភ្ញាក់ចង់ដាច់ផ្ងាទៅក្រោយពេលដែលឃើញសម្រស់របស់ស្រីតូចយើងលោកថាវងងាកមកណែនាំកូនស្រីឲ្យភ្ញៀវបានស្គាល់នេះជាកូនស្រីតែមួយគត់របស់អ៊ំណាឧត្តមតាំងតែពីអ៊ំស្រីឯងស្លាប់បាត់ទៅសកលណានាងនៅតែជាមួយម៉ែដោះរហូតអ៊ំស្រីស្លាប់ប្រហែលឆ្នាំហើយលោកអ៊ំ10ឆ្នាំហើយក្មួយពេលដែលនិយាយអ្នកកំឡោះឧត្តមដៀងភ្នែកមើលទៅស្រស់ស្រីយើងជាប់ជានិច្ចនាងតូចវិញក៏ដឹងដែរថាកែវភ្នែករបស់ភ្ញៀវកំឡោះនេះមើលមកនាងរហូតធ្វើឲ្យស្រីនឹកក្តៅក្នុងចិត្តមួយរំពេចនាងគួសមហើយក៏ដើរចូលទៅក្នុងបន្ទប់វិញទាំងមិនខ្ចីមើលមុខអ្នកប្រុសនោះឡើយរយៈពេលដែលឧត្តមបានឃើញស្រីស្រស់យើងមកគេតែងឧស្សាហ៍មកលេងជាមួយនឹងលោកប្រុសណាស់តែម៉ាណាវីយើងមានការធុញទ្រាន់យ៉ាងខ្លាំងគឺមិនចង់ជួបមុខតែម្ដងរយៈពេល2ថ្ងៃហើយដែលលោកគ្រូស៊ីនិតមិនបានមកបង្រៀននាងដែលជាហេតុធ្វើឲ្យស្រស់ស្រីនាងឆ្ងល់ជាខ្លាំងថ្ងៃនេះលោកគ្រូយើងដើរចូលមកដោយស្រស់ធីតានាងវាចាទៅគេទាំងមុខក្រហមពីថ្ងៃនេះបងអញ្ជើញតាណាបានជាមិនមកបង្រៀនអូនបងប្រហែលជាខ្ជិលណាស់មែនទេមិនមែនទេមកពីបងឃើញអូនជាប់មានភ្ញៀវមកពីណាទៅមិនក៏អូនថាគ្មាននោះបើបងឃើញអូនអង្គុយនិយាយលេងជាមួយនឹងគេសើចឡើងកឹកអឹកនោះគេសង្ហាជាងបងណាស់មែនទេនិយាយនេះចង់ថាអូនមានអីនឹងគ្នាមែនទេអត់ទេបងចេះតែបារម្ភទេតើអូនផ្ដេសផ្ដាស់ណាស់បងឯងឥឡូវនេះបើបងមិនយល់ចិត្តអូនទេបងមកស្រឡាញ់អូនធ្វើអ្វីទៅមកពីបងស្រឡាញ់អូនខ្លាំងពេកហ្នឹងណាបានជាបងចេះតែប្រច័ណ្ឌស្រស់ស្រីនាងក្តិចស្លឹកត្រចៀកគេតិចអ៊ីយូយដាច់ស្លឹកត្រចៀកបងហើយលេងបងទៅអូនបងយល់ថាបងនឹងឈប់ទៀតហើយថ្ងៃក្រោយបងមិនហ៊ានមកអង្គុយចិត្តអូនឯងទេនាងតូចងក់ក្បាលបាញ់កញ្ចប់អីនឹងបងជារបស់ផ្ញើអូនហ្នឹងណាស្លាប់ហើយទិញទៀតហើយគ្រាន់តែអីវ៉ាន់របស់បងឡើងពេញទូអស់ទៅហើយដល់ពេលការរួចបងនឹងទិញឲ្យច្រើនជាងនេះទៅទៀតគេទាំងពីរសាសរគ្នាមិនចេះចប់ពីពាក្យស្នេហាផ្អែមល្ហែមនៃពាក្យពេចន៍ទាំងអស់ដែលលោកគ្រូយើងរងចាំជានិច្ចនៅពាក្យថារៀបការជាមួយនឹងអូន